ហើយបងទាំងអស់គ្នាថ្ងៃនេះខ្ញុំមានជាមួយនឹងទូរស័ព្ទមកទឹកមកបង្ហាញជូនបងទាំងអស់គ្នាទៀតហើយគឺជាមួយនឹង Redmi វិញម្ដងបងទាំងអស់គ្នាក្នុងក្រោយរបស់គេប៉ុណ្ណឹងដោយបង្ហាញជូនបងជាក់ស្ដែងអញ្ចឹងចាអូខេអញ្ចឹងសម្រាប់ទីតាំងលក់របស់យើងគឺនៅខាងខេត្តបាត់ដំបងបងទាំងអស់គ្នាខេត្តបាត់ដំបងនៅក្នុងផ្សារពុពុយនឹងតែម្ដងបងតាមខេត្តក៏យើងផ្ញើបានគ្រប់ខេត្តក្រុងឲ្យបានដល់ដៃទូទៅមួយខាងនឹងជូនក៏បានដែរអូខេអញ្ចឹងត្រឡប់មកទូរស័ព្ទរបស់យើងវិញ Redmi នៅក្នុងដៃខ្ញុំនេះស្អាតបងទាំងអស់គ្នាក្នុងក្រោយរបស់គេគឺសឹកតិចតួចដូចខ្ញុំបង្ហាញជូនក្នុងវីដេអូហ្នឹងអញ្ចឹងណាអូខេហើយភ្លឺអេក្រង់របស់គេអីភ្លឺច្បាស់ល្អអេក្រង់របស់គេធំទូលាយបងទាំងអស់គ្នាជាប្រភេទអេក្រង់បែបដំណាក់ទឹកបែបនេះបើកាមេរ៉ារបស់គេវិញច្បាស់ខ្ញុំតែជូនបងចាកាមេរ៉ារបស់គេគឺច្បាស់ល្អមែនតើមិនថាបងថតរូបឬថតវីដេអូអីគឺច្បាស់ម្អែមហើយសំខាន់គេមានមុខងារ 0.5 0.6 នេះទៀតដែលជួយឲ្យការថតរបស់បងចេញមកជួយទាញរូបភាពឲ្យបានប្លង់ទលាយអញ្ចឹងណាអូខេហើយកាមេរ៉ាមុខរបស់គេវិញក៏ច្បាស់ល្អដែរបងអាចមើលជាក់ស្ដែងបានចានិយាយទៅគឺគេច្បាស់ទាំងកាមេរ៉ាមុខកាមេរ៉ាក្រោយច្បាស់ទៅមួយអែមហ្មងអូខេហើយស្ពេចរបស់គេក៏ធំដែរបងទាំងអស់គ្នាខ្ញុំបង្ហាញជូនបងអញ្ចឹងក្នុងដៃខ្ញុំនេះគឺ Redmi 9ហើយមកជាមួយនឹង memory ទំហំ 64GB ហើយជាមួយ RAM របស់គេវិញគឺគេមកជាមួយ RAM 4+1 បងទាំងអស់គ្នាការដាក់ SIM card អីសម្រាប់ពេញល្អអ៊ីនធឺណិត 4G Wi-Fi អីដំណើរការរលូនទៅទាំងអស់តែម្ដងបងអាចដាក់ SIM card បានពីរប៉ុន្តែក្នុងការតេស្តនេះគឺខ្ញុំដាក់ SIM តែមួយបង្ហាញជូនបងសិនណាហើយ SIM ដែលខ្ញុំដាក់នេះជាមួយនឹង SIM card ទេប៉ុន្តែបងឃើញជាក់ស្ដែងហើយសេវាគេពេញល្អខ្លាំងហ្មងអញ្ចឹងបងដាក់ SIM ក្រៅពី SIM card ក៏រត់តែអែមដែរព្រោះអីតា SIM card ដាក់សេវាពេញហើយ SIM ផ្សេងគឺរលូនទៅហ្មងអូខេហើយសលេងរបស់គេគឺលឺច្បាស់ល្អចាំតិចខ្ញុំបើកសលេងជូនបងលឺណាសលេងរបស់គេគឺលឺច្បាស់ល្អមែនតើហើយថ្មរបស់គេក៏ធំដែរបងទាំងអស់គ្នាអើយថ្មរបស់គេធំកាន់បានយូរណាអញ្ចឹងខ្ញុំមកប្រាប់ពីកន្លែងស្ទើរបស់គេបន្តិចណាពេលដែលបងចូលមកផ្ទាំងសមកបងឃើញរៀងដានអេក្រង់អញ្ចឹងណាអានេះស្ទើតែពេលដែលបងចូលមកផ្នែកអេក្រង់ពណ៌សឲ្យបងប៉ុន្តែបើសិនជាបងដាក់ជាមួយនឹងមុខងារ Dark Mode វិញខ្ញុំបង្ហាញសិនបើសិនជាបងចូលទៅមុខងារ Dark Mode បែបនេះគឺវាបាត់ហើយបងវាមើលទៅអត់គួរឲ្យចាប់អារម្មណ៍ទេអូខេគឺវាលេងឃើញណាបងទាំងអស់គ្នាអញ្ចឹងបងអាចប្រើជាមួយមុខងារ Dark Mode ក៏បានដែរអូខេអញ្ចឹងសម្រាប់ Redmi 9នៅក្នុងដៃខ្ញុំនេះស្ទើរតែប៉ុណ្្នឹងទេបើបងទទួលយកបានអាចមករកទិញបានណាហើយជាមួយនឹងតម្លៃរបស់គេត្រឹមតែ 140,000 ទេបង 140,000 ហ្នឹងបានទៅជាមួយនឹង screen រួមជាមួយនឹងឆ្នាំងសាកមួយឈុតផងដែរអត់មានជាមួយស្រោមទូរស័ព្ទទេខ្ញុំបញ្ជាក់ហើយជាមួយឆ្នាំងសាកគឺខ្ញុំថែមទៅជាមួយនឹងតម្លៃមួយឈុត$6កន្លះដែលមានភ្លើងហើយសាកលឿនទៀតបងអញ្ចឹងសម្រាប់បងចង់បានមកមើលដល់ទីតាំងបានទីតាំងនៅបាត់ដំបងផ្សារពុពុយនៅក្នុងផ្សារបងតាមបណ្ដាខេត្តខ្ញុំផ្ញើបានគ្រប់ខេត្តក្រុងឲ្យបានដល់ដៃទូទៅមួយខាងនឹងជូនក៏បានដែរបើមានថែមអាចឆាតសួរបានណាហើយបងអាចតាក់ទងមក Facebook ដែលមាននៅលើអេក្រង់នឹងស្រាប់រួមជាមួយនឹងលេខទូរស័ព្ទនេះបានណាបងនេះលេខរបស់ខ្ញុំលេខខាងហាងអញ្ចឹងបងតាក់ទងមកលេខហ្នឹងមកគឺខ្ញុំលើកផ្ទាល់តែម្ដងបងហើយ Telegram ក៏លេខហ្នឹងដែរបើមានថែមបងអាចសួរតាមនឹងបានអរគុណ